khê ở lấy dương cho một can pu đã nâng lồng đáy bỏ nhóm hai nhóm lồng ba camera từ hàng còi vĩnh ở đằng ta pu ní chiều phép pu với hai vì miền pư khang được có việc ở miền pư ok thế đây là ngọc này này nhìn hai thà ở trên hai thà pu đại trà rồi pu ở trong một tầng pì nó mong bộ đại hai bàn tầng pì hai chỉ pu đã miền pư tề nên sập mai dưỡng phép pu ní cứ miền tại mùi family ទេគឺមានតែមើលអំបោវាទេគឺបាច់ដល់ឡាយពីគេដំដងហើយបងប្អូនតែនៅច្រឡំថាជាពស់មួយដែលមានពឹសហើយអត់នឹងកន្ទុយនេះនឹងកន្ទុយរបស់វាពេលយើងប៉ះទៅវានឹងកោងកន្ទុយវាឡើងមកលើបែបនេះហើយក៏កន្ទុយវាគឺស្បែកខ្លាំងប៉ុន្តែជាទូទៅគឺអត់មានទេសារពស់នេះគឺអត់មានពឹសទេអញ្ចឹងយើងអាចមិនបារម្ភថាពេលដែលយើងចាប់វាទៅវាអត់ដៃអត់ជើងលួយដោយបងប្អូនថាហ្នឹងគឺអត់មែនទេអញ្ចឹងសូមកុំយល់ច្រឡំជាមួយនឹងប្រភេទពស់នឹងទៀតហើយដូចជាសត្វខ្លាខ្ញុំនិយាយមុននឹងដូចគ្នាតែនៅច្រឡំអត់មានពឹសអញ្ចឹងគឺវាអត់មានពឹសទេអំបោមួយនេះគឺជាពស់មួយដែលរស់នៅតាមផុកទឹកផុកច្រំតិចតិចហ្នឹងគឺវាចូលចិត្តហើយចំណីរបស់វាជាប្រភេទសន្តុងឬក៏ត្រីងាប់ហើយវាស៊ីពស់បានដូចគ្នាដូចជាប្រភេទពស់ត្រីគឺវាស៊ីដែរអាស្រ័យទៅលើទំហំវាធំឬតូចវាចាក់ស៊ីបានដូចគ្នាអញ្ចឹងបងប្អូនមើលរូបរាងវាទាំងអស់ទៅបងឃើញច្បាស់ដែរគឺកាឡាខាងក្រោមបែបនេះខាងលើគឺបែបនេះអញ្ចឹងនៅស្រុកខ្មែរយើងគេទៅតែបែងចែកយ៉ាងយូរដែរប៉ុន្តែខ្ញុំដែរចាប់បានក៏បានធ្វើវីដេអូពីមុនយើងច្រឡំហៅថា Rufus ជាប្រភេទភាសាអង់គ្លេសទេអញ្ចឹងគេក៏ split ចេញស្រុកខ្មែរយើងគឺគេហៅថា Jodid Pipe Snake អញ្ចឹងជាប្រភេទពួក Jodid វិញហើយភាសាវិទ្យាសាស្ត្រគឺយើងហៅថា Silanthropus Jodiac non venomous species អញ្ចឹងជាប្រភេទពស់ដែលមានពឹសហើយអ្នកកតុយក្រហមដែលបងប្អូនតែថាបើឃើញអត់ច្បាស់ឃើញហ្នឹងហើយកតុយនេះក្រហមនេះហើយតំបន់ខ្លះយើងឃើញតែក្រូចសារទៅតាម habitat របស់វាទេអញ្ចឹងយើងត្រូវយល់ដឹងកន្លែងហ្នឹងគឺទៅតាមទីជម្រកហើយកតុយនេះគឺអាចធ្វើបានទេនេះគឺវាចាក់និយាយទៅគឺវាយកអាហ្នឹងចាក់សាច់យើងហើយឈឺហើយដើម្បីវាតិចខ្លួនផុតអានេះគឺការទុកការពារខ្លួនរបស់វាពស់ទាំងអស់គឺមានការការពារខ្លួនផ្សេងពីគ្នាមិនថាពេលខ្លះវាការពារស្តៀងទៅនឹងពស់ដែលមានពឹសខ្លះពស់អត់ពឹសវាតម្រាប់តាមពស់មានពឹសដែរអញ្ចឹងហើយស្លុបមែនតើដៃខ្ញុំបើថាកតុយវិញយកមកចាក់ដៃខ្ញុំសឹងសោះហើយទៅពេលយើងចាប់វានោះជាការការពារខ្លួនបើមិនជឿទេឥឡូវខ្ញុំដាក់ដៃឲ្យមើលខ្ញុំពុះនៅពេលដែលវាការពារខ្លួនគឺកតុយនេះឃើញទេបងប្អូនឃើញទេបងប្អូនឃើញទេមើលទៀតមើលបងអង្គុយដែរតែបងឃើញទេនេះឃើញអត់ឃើញកោងអត់នឹងប៉ុន្តែគាត់ធ្វើការទេវាជាការការពារខ្លួនឬក៏ជាការបំលាចឬក៏ដល់ពេលបើកចាំមកគឺដូចពោះបើកវែកចឹងហ្នឹងគេនេះជាការបន្លាចមួយដើម្បីឲ្យ predator ការប្រភេទសត្វមួយណាដែលវាមកចង់ស៊ីវាចឹងគឺមើលទៅអូអានេះពោះវែកចឹងវាខ្លាចចឹងក៏វារត់ទៅណាឃើញទេនេះពិតគ្នាមានអីទេហើយខ្ញុំក៏ធ្វើច្រើនដែរវារំខានអត្តចរិតរបស់វាអញ្ចឹងការធ្វើបែបហ្នឹងខ្ញុំក៏ចង់បង្ហាញទេនេះឃើញទៅចាក់ដៃនេះអញ្ចឹងអត់មានបញ្ហាទេហើយខ្ញុំនឹងប្រឡែងទៅកន្លែងដែលមិត្តភ័ក្តិដែលក្រុមការងារខ្ញុំក៏ចាប់មកអញ្ចឹងគ្រប់សត្វទាំងអស់នៅពេលយើងចាប់យើងកុំព្យាយាមយកមកកន្លែងថ្មីវាអាចនឹងបដូរអត្តចរិតឬក៏អាចនឹង stress ខ្លាំងគឺវាអាចងាប់ដូចគ្នាអូខេអញ្ចឹងវីដេអូគឺមានប៉ុណ្ណឹងហ្នឹងហើយព្យាយាមfollowឲ្យបានច្រើនហើយតាមដានឲ្យបានច្រើនផងគឺមានប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយ